ហើយថ្ងៃនេះយើងដើរផ្សារទៀតហើយទៅផ្សារអូស័យយើងមកចង់បង្ហាញពីរបៀបទិញគ្រឿងទេតែពិតយើងទិញយើងរៀបចំឲ្យអស់ហើយការងារហ្នឹងយើងទិញឲ្យអស់ហើយប៉ុន្តែនេះយើងធ្វើវីដេអូទៀតហើយបន្ទាប់ពីចុះហើយយើងចាប់ដើមកំងទាខ្វៃទាពេលកាំងទាហ្នឹងមកក្បាលវា2គីឡូ3ខាំអញ្ចឹងយើងយកមកលាងទឹកសម្អាតអញ្ចឹងឲ្យស្អាតលាងតាំងពីក្នុងពោះតែពិតទាហ្នឹងយើងយកមកកកទេអញ្ចឹងយើងត្រូវត្រាំទឹកវាឥឡូវវាទន់អស់ហើយនេះស្លឹក Baileys គេហៅស្លឹកក្អូបរបស់ចិនហើយគ្រឿងផ្សំរបស់វាមាននៅក្នុងរូបមន្តរបស់យើងទាំងអស់ពាក់ព័ន្ធជាមួយនឹងទាខ្វៃហ្នឹងគឺបានន័យថានៅក្នុងរូបមន្តរបស់យើងគឺយើងចងទុកទាំងអស់មានប្រមាណក្រាមហើយនៅក្នុងហ្នឹងអក្សររបស់យើងដាក់ឈ្មោះអីយើងមានជារូបភាពគ្រឿងទេសទៀតអញ្ចឹងអានេះឈ្មោះអីគ្រឿងទេសឈ្មោះហ្នឹងអានេះឈ្មោះអីគ្រឿងទេសឈ្មោះហ្នឹងយើងគឺយើងមានទាំងអស់អត់មានឲ្យធ្វើគាត់ពិបាកឆ្ងល់ពិបាកសួរច្រើនទេហើយអាការងារអស់ហ្នឹងយើងបញ្យល់បន្ថែមទៀតពាក់ព័ន្ធជាមួយនឹងទ្រឹស្ដីអញ្ចឹងមកថាមុននឹងចូលរៀនយើងត្រូវបញ្យល់ប្រាប់គាត់ថានេះត្រូវធ្វើមិនហើយគ្រឿងថ្លឹងមិនតាមមិនហើយជិញយើងថ្លឹងប្រើមិនអីមិនចុចក្រាមចុចកាច់ពងកាច់សូនអញ្ចឹងណាអញ្ចឹងយើងប្រាប់គាត់អស់ឲ្យគាត់យល់យើងចាប់ដើមធ្វើនិយាយទៅមុខម្ហូបមួយអស់ត្រូវបញ្យល់ប្រាប់មួយមិនមែនដល់យើងចូលធ្វើឆាវទេយើងអនុវត្តមួយហើយយើងនិយាយទ្រឹស្ដីប្រាប់គាត់បញ្យល់អស់ចាំយើងចូលធ្វើឲ្យគាត់ត្រូវអញ្ចឹងណាអញ្ចឹងយើងមិនមែនចេះតែធ្វើទេយើងប្រាប់បញ្យល់ប្រាប់គាត់ច្រើនណាហើយបន្តមកទៀតយើងចាប់ដើមលាងទាញោអាគ្រឿងដែលយើងថ្លឹងហើយហ្នឹងយើងញុកចូលក្នុងពោះទាញុកចូលឲ្យសប់គ្រប់អស់ហើយយើងចាប់ដើមដេគូទាឲ្យសប់សំខាន់យើងត្រូវប្រឡាក់គ្រឿងផ្សំយើងត្រូវប្រឡាក់ចូលក្នុងពោះអាគ្រឿងស្ងួតហ្នឹងត្រូវប្រឡាក់ច្បល់ចូលឲ្យសប់អស់ហើយណាគ្រឿងសើមរបស់យើងក៏មានដែរយើងច្បល់ចូលគ្នាឲ្យសាច់មួយព្រោះគាត់ថ្លឹងហើយអញ្ចឹងយើងច្បល់ចូលគ្នាឲ្យសប់ឲ្យសាច់មួយចាំយើងដាក់ចូលក្នុងពោះទាទៀតដាក់ចូលហ្នឹងបន្ទាប់ពីដាក់ចូលក៏មានដំណាក់កាលទី1គ្រឿងស្ងួតទៅគ្រឿងសើមហើយយើងចាប់ដើមដាក់អាក្លិនក្អូបរបស់យើងហ្នឹងចូលក្នុងពោះទាទៀតហើយចាំយើងដេពោះវាហើយដេកុំឲ្យធ្លាយកាលណាធ្លាយដេខុសពេលដែលយើងសប់ខ្យល់ចូលទៅវាធ្វើឲ្យយើងលេចខ្យល់តាមពោះអញ្ចឹងណាតែបើសិនជាគាត់ជ្រុលដៃដេខុសលេចខ្យល់តាមពោះយើងមានកសែងមួយយើងទប់ពោះទាទៅទប់ហើយពេលដែលយើងសប់យើងយកដៃមហៀងយើងកាយទាវាទៅតែក្នុងវីដេអូនេះយើងអត់មានប្រើម៉ូទ័រទេព្រោះខ្ញុំទៅរៀនគាត់ដល់ផ្ទះអញ្ចឹងដល់ផ្ទះយើងមានអីប្រើហ្នឹងតែឥឡូវយើងមានស្នប់គាត់មានស្នប់សប់ជើងយើងសប់ស្បែកទាយើងអត់មានម៉ូទ័រសប់ទេអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងខ្ញុំទៅរៀនដល់ផ្ទះខ្ញុំប្រើមានហ្គាសខ្ញុំប្រើហ្គាសមានខ្ជូងខ្ញុំប្រើខ្ជូងខ្ញុំអត់មានខ្លាចអីទេប៉ះអីធ្វើហ្នឹងសំខាន់គឺឧបករណ៍គាត់មានអីហ្នឹងហើយគាត់ក៏អត់ទិញឧបករណ៍ច្រើនដែរដោយសារតែគាត់រៀនច្រើនមុខអញ្ចឹងហើយខ្ញុំបានឆែកមើលការងារមួយគាត់មានកធុនមានឆ្នាំងអីសម្រាប់ធ្វើគ្រប់គ្រាន់អីចឹងហើយប្រើចង្ក្រានហ្គាសអាតូចនេះសម្រាប់សោះទឹកតែពិតយើងប្រើហ្គាសធំដើម្បីឲ្យវាសោះទឹកវាពុះលឿនតែគាត់មានអីយើងប្រើហ្នឹងនេះស្នប់សប់ជើងឯងយើងមានស្នប់ហ្នឹងយើងប្រើស្នប់ហ្នឹងមានម៉ូទ័រយើងប្រើម៉ូទ័រអញ្ចឹងគាត់ទៅរៀនដំបូងគាត់អត់តន់ហ៊ានទិញប្រាប់ដាច្រើនខ្ញុំនិយាយអញ្ចឹងយើងរៀនដល់ផ្ទះគាត់យើងអត់មានរៀនខ្ញុំអត់មានបានមានទីតាំងរៀនទេដោយសារតែខ្ញុំចោះទៅរៀនដល់ផ្ទះគាត់យើងមានអីប្រើហ្នឹងហើយនេះយើងស្រោះស្បែកទាយើងចាប់ដើមស្រោះវាព្រោះយើងដេគូតហើយយើងសប់ខ្យល់ហើយយើងស្រោះវាគ្រាន់ថាវីដេអូសប់ហ្នឹងយើងមកបានសប់ដោយសារតែយើងជន់សប់ជើងទៅវាពិបាកថតបន្តិចអញ្ចឹងយើងចាប់ដើមស្រោះវាឲ្យសប់ទាំងអស់ទៅឲ្យសប់ទាំងអស់យកបន្ទាប់ពីសប់ហើយយើងចាប់ដើមទៅចលក់ពណ៌ណាហើយគ្រឿងផ្សំរបស់យើងនេះយើងថ្លឹងយើងស្រោះវាហើយកដៃយើងហ្នឹងកាន់កទាជាប់ទៅហើយបើបងប្អូនចង់មានបំណងចង់រៀនទាខ្វាយអាចតាក់ទងបានលេខនៅក្នុងខាងក្រោមអេក្រង់របស់ខ្ញុំនេះតាក់ទងមកខ្ញុំប្រាប់ពីព័ត៌មានលម្អិតហើយនឹងពីតម្លៃណាហើយអញ្ចឹងឥឡូវយើងចាប់ដើមស្រោបស្បែកទាហើយបន្ទាប់ពីស្រោបហើយគឺយើងយកទៅហាលណាហាលបើអត់មានដង្ហាលទេយើងហាលក្រៅទៅតែបើមានដង្ហាលយើងបាញ់ដង្ហាលទៅវាស្ងួតលឿននឹងយើងបញ្ជាក់អញ្ចឹងហើយបងប្អូនធ្វើតាមខ្ញុំមួយទៅងាយស្រួលក្នុងការយើងធ្វើទៅវាបានល្អបើសិនជាអត់មាន recipe ទេគាត់ធ្វើព្រាវធ្វើស្មានធ្វើអត់ត្រូវទេសំខាន់គឺរសជាតិក្នុងពោះទាបើគាត់ធ្វើត្រូវទេគឺវាអត់ឆ្ងាញ់ហ្នឹងហើយដុតទៅវាអត់ឡើងល្អស្បែកហើយទាខ្វាយនេះយើងប្រើខ្ជូងក៏បានប្រើហ្គាសក៏បានឲ្យតែបងប្អូនមានអីគឺយើងប្រើហ្នឹងប៉ុន្តែនេះគាត់មានចង្ក្រានហ្គាសឡស្រាប់ហើយគាត់ប្រើហ្គាសយើងប្រើហ្គាសទៅតែពិតប្រើខ្ជូងក៏បានដែរហើយបន្ទាប់ពីហាលស្ងួតហើយយើងញ៉ាំងទាយកមកដាក់ចូលក្នុងឡទៅយើងកំដត់ភ្លើងឲ្យអស់ហើយថាប្រហែលអង្សាវាក្តៅហើយយើងបើកឡដាក់ទាចូលណាដាក់ទាចូលហើយយើងកំណត់ម៉ោងម្ដងទៀតថាត្រូវម៉ោងប្រហែលម៉ោងឆ្អិនយើងដាក់ការ៉ូដើម្បីកំណត់ឲ្យវាឆ្អិនពេលដែលយើងឆ្អិនយើងមកមើលទៅហើយឥឡូវឆ្អិនបានតែឃើញហើយគ្រាន់តែនិយាយតែវីដេអូកាពិតវីដេអូខ្ញុំកាត់ទេ
ហើយឆ្អិនឲ្យឃើញពណ៌វាស្បែកវាឡើងអញ្ចឹងអាហ្នឹងសម្រាប់ទាមកក្បាលយើងដុតឡតែមួយធំហើយបើយើងដុតឡជូងក៏យើងត្រូវការប្រើមួយក្បាលអញ្ចឹងក៏នៅតែប្រើដូចគ្នាដែរចង់ឲ្យ10ក្បាលក៏នៅតែប៉ុណ្ណឹង6ក្បាលក៏នៅប៉ុណ្ណឹងគឺយើងប្រើភ្លើងតែមួយប៉ុន្តែអានេះគាត់រៀនយើងប្រើតែមួយទៅហេឃើញទាយើងពណ៌អេមសបល់អេមស្បែកឡើងល្អហេហើយនិយាយវារសជាតិវិញវាឆ្ងាញ់មែនតើសូម្បីតែគ្រឿងកម្លាក់ជាប់ដៃឆ្ងាញ់ជាប់ដៃដែរហើយចង់ក្រោយខ្ញុំឲ្យសភៅរូបមន្តរបស់គាត់មកក្បាលទៅបាទវីដេអូមានតែប៉ុណ្ណឹងអរគុណបាយបាយ